ចាបងប្អូនហើយនេះដែរមករៀបរាប់អំពីកូនស្កររបស់យើងបងប្អូននេះដំបូងឡើយប្តីខ្ញុំយកមកខ្ញុំចាប់ផ្ដើមចាក់ដាក់ស្ងោរបងប្អូនយើងលើកកទេសដាក់ទៅចាប់ផ្ដើមយើងចាក់បងប្អូនគឺយើងចាក់ត្រង់ឲ្យស្អាតអញ្ចឹងទៅបងប្អូនព្រោះអីទៅថ្នោតដែលយើងស្រក់ពីលើដើមវាមកអត់ស្អាតទេបងប្អូនគឺមានកតិចកទីអញ្ចឹងហើយបងប្អូនយើងត្រូវចាក់បងប្អូនបន្ទាប់មកបងប្អូននេះចាប់ផ្ដើមពុះហើយខ្ញុំក៏ចាប់ផ្ដើមដួសបងប្អូនពពុះរបស់វានេះកំតិចកំទីដែលនៅសល់ក៏វាមកតាមពពុះនឹងឯងបងប្អូននិយាយទៅធ្វើថ្នោតទឹកស្ករត្នោតហ្នឹងបងប្អូនយើងព្យាយាមដួសពពុះរហូតនឹងឯងបងប្អូននេះពពុះដែលយើងដួសដំបូងបងប្អូននេះលើកទី1គឺច្រើនជាងឯងបងប្អូនគឺពុះយូរទៅហើយក៏យើងព្យាយាមដួសឃើញពពុះឡើងមកគឺដួសរហូតនិយាយទៅខ្ញុំដួសឲ្យស្អាតមែនតើហ្នឹងបងប្អូនបានស្ករខ្ញុំសហើយខ្ញុំព្យាយាមដួសរហូតរឿយរៀងបងប្អូននេះចាប់ផ្ដើមពុះរហូតរៀងខាប់បន្តិចហើយក៏ពពុះវាក៏ចាប់ផ្ដើមឡើងនៅសល់បន្តិចដែរបងប្អូនចេះក៏ខ្ញុំចេះតែដួសនឹងឯងបងប្អូននេះវាចាប់ឡើងប៉ុណ្ណេះហើយខ្ញុំក៏នៅតែត្រង់ដួសរហូតនឹងឯងបងប្អូនយើងព្យាយាមដួសហ្នឹងបងប្អូនដើម្បីឲ្យស្ករយើងសបានល្អយើងត្រូវតែធ្វើបែបហ្នឹងបងប្អូនហើយស្កររបស់យើងអត់មានខ្លោចអត់មានអីទេបងប្អូនអើយនិយាយទៅហើយខ្ញុំព្យាយាមនៅឈរមើលវាបងប្អូននេះចាប់ផ្ដើមឡើងហើយខ្ញុំក៏នៅឈរចាំដែរបងប្អូនបើសិនតែយើងអត់ឈរចាំទេស្ករយើងនឹងខ្លោចបងប្អូនគឺចិត្តល្មមហើយប៉ុណ្ណឹងគឺចិត្តល្មមលើកមកយកកោហើយបងប្អូននេះខ្ញុំចាប់ផ្ដើមលើកហើយបងប្អូនគឺឡើងប៉ុណ្ណឹងហើយយើងយកមកកោនឹងឯងបងប្អូននេះឃើញឡើងប៉ុណ្ណេះបងប្អូនគឺយើងកោទៅបើយើងកោរៀងអត់តន់ក៏ចាប់ផ្ដើមស្កររបស់យើងក៏វាអត់សូវសដែរបងប្អូនហ្នឹងខ្ញុំកោពីនេះកូនស្រីរបស់ខ្ញុំទៀតបងប្អូនអើយពេលទាញចុះដបងឡាយនេះទាញដបងចេះគឺទាញយឺតល្មមដើម្បីខ្លាចស្ករយើងវាខ្ទាតឆ្ងាយចេញពីឆ្នាំងចឹងបងប្អូនហើយយើងទាញល្មមទេបងប្អូនប៉ុន្តែដល់ពេលយូរលបាយស្កររបស់យើងរៀងតិចទៅក៏យើងចាប់ផ្ដើមកោលឿនដែរបងប្អូននេះយូរទៅយើងកោឲ្យខ្លាំងបែបនេះឯងបងប្អូនហើយតម្រាំតែបានស្ករសបងប្អូនអើយគឺប្រើកម្លាំងអស់ច្រើនមែនតើបងប្អូននិយាយថាចុងក្រោយតម្រាំបានតែសល្អមែនតើបងប្អូននេះគឺអស់លលីងតែម្ដងបងប្អូនអើយនេះនិយាយថាខ្ញុំទាញយូរទៅអស់កម្លាំងដៃកម្លាំងជើងខ្ញុំផ្អាកសម្រាប់សិនបងប្អូនចេះហើយចាប់ផ្ដើមខ្ញុំទាញអត់ឈ្នះនេះមីងខ្ញុំមកជួយទាញខ្ញុំបានមកផ្លេតបងប្អូនគឺគាត់ថាអូយទាញមិនបានទេគឺអញចេះទាញទេចុកដៃចេះហើយខ្ញុំចាប់ផ្ដើមទាញមកនេះឯងទៀតបងប្អូនអើយគឺគាត់អត់សូវចេះទាញនេះបងប្អូនតម្រាំតែបានស្ករសបងប្អូនគឺទាញប្រើពេលយូរបងប្អូនគឺចង់កន្លះម៉ោងទៅ1ម៉ោងហ្នឹងឯងបងប្អូនប៉ុន្តែបើស្ករយើងរៀងខាប់ក៏គេយកល្មមលបាយល្មមអត់សូវរឹងក៏ខ្ញុំចាប់ផ្ដើមនាងប្អូនចុងក្រោយគឺខ្ញុំចេះឯងបងប្អូនបានស្ករសល្អគឺប្រើក្បាច់គុណចេញឲ្យបងប្អូនអើយគឺក្បាច់ប៉ុន្មានក៏ឃើញដែរដើម្បីឲ្យបានស្ករសយើងបងប្អូននេះចាប់ផ្ដើមនេះហើយខ្ញុំចាប់ផ្ដើមកកោកកាយវាខាងឆ្នាំងដែលយើងកោទៅខ្ទៀតឲ្យច្បល់ចូលគ្នាដើម្បីឲ្យវាសប់គ្នាចេះទៅបងប្អូនហើយក៏ចាប់ផ្ដើមដួសដាក់នឹងក្ដុងនឹងឯងបងប្អូនហើយខ្ញុំដាក់មកក្ដុងហ្នឹងគឺមកក្ដុង1គីឡូបងប្អូនហើយបើបងប្អូនណាស្គាល់ថាស្ករខ្ញុំមិនសុទ្ធល្អទេបងប្អូនអើយមើលតែខ្ញុំធ្វើពីដើមរហូតដល់ចប់នេះខ្ញុំផោបងប្អូនត្រង់ណាហើយនេះបងប្អូនអើយសល្អមែនទេបងប្អូនអើយគឺថាគួរឲ្យចង់ហូបហើយយើងមើលទៅបងប្អូននេះហើយខ្ញុំសម្រាប់ខ្ញុំនេះកោស្ករឡើងមុខក៏ហមបងប្អូនហើយគឺនិយាយទៅថាបែកញើសខ្ចាយពេញមុខពេញមាត់ហើយសម្រក់អស់ហើយជាតិប្រើកម្លាំងចាជាចុងក្រោយសូមអរគុណបងប្អូនដែលទស្សនានៅវីដេអូនេះបើពេញចិត្តសូមជួយ like share វីដេអូខ្ញុំម្នាក់មួយផងអរគុណច្រើន